តាមរយៈវីដេអូនេះដែរណាបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាវីដេអូនេះហើយចង់បានដើមតិចក្រាញ់សមុទ្រនេះយកទៅប្រើការឬក៏យកទៅប៉ះប៉ូវសុខភាពអីពុកម៉ែបងប្អូនក៏អាចទំនាក់ទំនងមកបានយកវាទៅដាំទឹកហូបសម្រាប់ព្យាបាលជំងឺហឺតបាទជំងឺហឺតហើយនឹងជំងឺចុកចុងដង្ហើមអាហារមិនរលាយបាទអាហារមិនរលាយហើយមួយទៀតតកតងជាមួយឫសរបស់ដើមតិចក្រាញ់សមុទ្រនេះដែរក៏យើងយកទៅប្រើសម្រាប់ដាំទឹកហូបដែរគឺព្យាបាលរលាកថ្លើមបាទរលាកថ្លើមហើយថ្លើមរីកបាទសូមគោរពក៏ដូចជាជម្រាបសួរទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតែទស្សនាវីដេអូនេះជាទីគោរពនិងជាទីរាប់អានបាទហើយថ្ងៃនេះបាទមកព្រៃម្នាក់ឯងប៉ុន្តែព្រៃពេលនេះមិនមែនជាព្រៃភ្នំទេបាទគឺតកតងជាមួយនឹងព្រៃលិចទឹកបាទព្រៃលិចទឹកគឺនៅជាប់មាត់សមុទ្របាទហើយមែនតើទៅខ្ញុំខំស្វះស្វែងរកដើមឈើមកប្រភេទនេះយូរហើយពីមុនយើងក៏ធ្លាប់ធ្វើវីដេអូមួយដែរហើយវីដេអូហ្នឹងយើងក៏ធ្វើដែរប៉ុន្តែរឿងយើងឃើញដើមហ្នឹងវាមានលក្ខណៈតិចតួចទេមានលក្ខណៈតិចតួចប៉ុន្តែដល់ពេលយើងស្វែងរកចេះតែស្វែងរកទៅក៏មកជួបជាមួយដើមហ្នឹងហើយច្រើនតែម្ដងណាច្រើនតែម្ដងបាទហើយនោះទៅខាងក្រោយខ្នងខ្ញុំតែម្ដងពុកម៉ែបងប្អូនណាហ្នឹងបាទដើមនេះមែនតើទៅពីមុនខ្ញុំធ្លាប់ធ្វើវីដេអូម្ដងហើយដូចខ្ញុំបានបញ្ជាក់អំបញ្ញមិញអញ្ចឹងណាឥឡូវពុកម៉ែបងប្អូនទាំងអស់គ្នាហើយទស្សនាជាមួយខ្ញុំម្ដងទៀតណាហើយខ្ញុំនឹងបង្ហាញតកតងជាមួយនឹងរូបរាងវាម្ដងទៀតហើយក៏ដូចជាបង្ហាញពីអត្ថប្រយោជន៍របស់ដើមនឹងម្ដងទៀតដែរមែនតើទៅតាមដែលខ្ញុំធ្លាប់ដឹងហើយមានបងម្នាក់គាត់ប្រាប់មកដែរថាដើមហ្នឹងមែនតើទៅគឺជាមេថ្នាំណាមេថ្នាំហើយថ្នាំអីផ្សេងហ្នឹងបើសិនជាចង់ឲ្យវាប្រកែវាស័ក្តិសិទ្ធិគឺត្រូវតែដាក់បាទដើមឈើមកប្រភេទនេះចូលទៅវាធ្វើដូចជាដាស់ថ្នាំហ្នឹងឲ្យវាកាន់តែមានប្រសិទ្ធភាពអញ្ចឹងដើមអីណាហើយចង់ដឹងក៏មកទស្សនាជាមួយខ្ញុំទាំងអស់គ្នាបាទនេះពុកម៉ែបងប្អូនទាំងអស់គ្នាឃើញហើយដើមនេះពីមុនមកខ្ញុំធ្លាប់ធ្វើម្ដងហើយខ្ញុំបញ្ជាក់ដដែលប៉ុន្តែពីមុនយើងរកអត់សូវមានទេហើយគេពុកម៉ែបងប្អូនយើងក៏ត្រូវការខ្ញុំក៏រកអត់បានដែរដោយសារតែវាតិចតួចពេកចឹងណាឃើញតែ3 4 5សរសៃទេ3 4 5ដើមអញ្ចឹងដល់ពេលយើងព្យាយាមរកទៅគឺមកឃើញច្រើននៅទីនេះមកឃើញច្រើនហើយខ្ញុំក៏មកធ្វើជាវីដេអូមួយបន្ថែមទៀតទៅដើម្បីចែកជូនទៅដល់ពុកម៉ែបងប្អូនបានទស្សនាបន្តទៀតហើយជាមួយដើមឈើមកប្រភេទនេះមែនតើទៅនៅពេលពុកម៉ែបងប្អូនបានទស្សនាវីដេអូខ្ញុំមុនហើយនៅពេលពុកម៉ែបងប្អូនបានទស្សនាវីដេអូនេះបន្ថែមទៀតនោះពុកម៉ែបងប្អូនគ្រាន់តែឃើញដើមឃើញស្លឹករបស់វានេះពុកម៉ែបងប្អូននឹងស្គាល់ហើយណាថាដើមនេះគឺជាដើមត្រចៀកក្រាញ់សមុទ្របាទត្រចៀកក្រាញ់សមុទ្រមែនតើទៅត្រចៀកក្រាញ់សមុទ្រនេះក៏មានពីរប្រភេទដែរបាទមានឈ្មោលមានញីអញ្ចឹងណាមួយមានស្លឹកវារាងកាញ់អញ្ចឹងហើយមួយទៀតស្លឹកវារាងត្រង់ទេអញ្ចឹងពុកម៉ែបងប្អូនមកមើលវីដេអូនេះលម្អិតជាមួយខ្ញុំទាំងអស់គ្នាហើយដែលយើងមកពេលនេះយើងឃើញមានតាំងពីផ្កាទៀតផងណាតាំងពីផ្កាទៀតផងបាទអញ្ចឹងនេះបាទពុកម៉ែបងប្អូននេះគុំវាមកគុំហ្នឹងធំគុំហ្នឹងហើយខាងនោះទៀតបាទខាងនោះហើយយើងមានខាងនោះទៀតបាទនេះបាទខាងហ្នឹងហើយឃើញទេហើយមាននៅខាងនោះក៏មានទៀតដែរអញ្ចឹងនៅពេលដែលយើងឃើញច្រើនតែម្ដងហើយនៅពេលដែលយើងរកអត់មានគឺអត់មានទេណាអត់មានទេឥឡូវយើងមកទស្សនានៅចិត្តខ្លួនខ្ញុំនេះយើងមកមើលទាំងអស់គ្នាណាហើយស្លឹករបស់វាហ្នឹងគឺលក្ខណៈបែបហ្នឹងឯងហើយណាពុកម៉ែបងប្អូនហើយយើងមកពេលនេះឃើញមានផ្កានេះកញ្ចុំផ្ការបស់វាគឺវាផ្កានៅខាងចុងមែកគ្រប់មែកអញ្ចឹងឯងណាគ្រប់មែកអញ្ចឹងឯងហើយផ្កាវានៅពេលដែលវានៅមិនទាន់នៅខ្ចីនៅតូចគឺមានលក្ខណៈពណ៌សហើយនៅពេលដែលវាចាប់ផ្ដើមដោបធំទៅចិត្តរីកទៅវាចង់ពោទៅជាលក្ខណៈក្របប្រាំងបាទក្របប្រាំងដូចម៉ែបងប្អូនបានឃើញអញ្ចឹងបាទហើយនោះយើងទៅមើលគុំផ្សេងទៀតបាទនេះក៏ចាប់ផ្ដើមរីកតិចហើយណាចាប់ផ្ដើមរីកតិចហើយនេះគឺជាដើមតិចក្រាញ់សមុទ្រហើយពុកម៉ែបងប្អូនណាហើយតាមរយៈវីដេអូនេះដែរណាបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាវីដេអូនេះហើយចង់បានដើមតិចក្រាញ់សមុទ្រនេះយកទៅប្រើការឬក៏យកទៅប៉ះប៉ូវសុខភាពអីពុកម៉ែបងប្អូនក៏អាចទំនាក់ទំនងមកបានដែរពីមុនខ្ញុំរត់បានទេគេឲ្យរកឲ្យគេដែរប៉ុន្តែរត់បានហើយដោយសារតែវាមានតិចតួចណាប៉ុន្តែនៅពេលមកដល់ទីនេះយើងរកឃើញច្រើនហើយអញ្ចឹងទេយើងអត់ខ្វះទេទោះបីចង់បានច្រើនប៉ុណ្ណាក៏យើងអាចរកឲ្យបានដែរ
ហើយនៅពេលដែលពុកម៉ែបងប្អូនទស្សនាឲ្យឃើញផ្កាវាស្រស់ស្អាតណាផ្កាវាណាគឺផ្កាវាបែបហ្នឹងឯងស្រស់ស្អាតមែនតើបាទអានេះរីកចាបាទនេះរីកហើយអញ្ចឹងគឺយើងមានច្រើនគុំនេះហើយខាងនោះបាទគុំខាងនោះហើយនឹងមានគុំខាងនោះទៀតអញ្ចឹងនៅពេលដែលពុកម៉ែបងប្អូនបានទស្សនាវីដេអូនេះបដាខ្ញុំនឹងក៏បង្ហាញអំពីអត្ថប្រយោជន៍របស់ដើមត្រចៀកក្រាញ់សមុទ្រនេះដើម្បីចែកជូនទៅដល់ពុកម៉ែបងប្អូនបានសម្ដាប់ម្ដងទៀតណាជាលើកទី2តកតងជាមួយនឹងដើមត្រចៀកក្រាញ់សមុទ្រនេះបាទហើយដើមត្រចៀកក្រាញ់សមុទ្រនេះយើងឃើញថាផ្នែកដែលយើងអាចយកទៅប្រើប្រាស់បានមានដូចជាបាទរុក្ខជាតិទាំងមូលហើយជាពិសេសគឺឫសបាទជាពិសេសគឺឫសអញ្ចឹងតកតងជាមួយនឹងការប្រើប្រាស់វិញយើងឃើញថារុក្ខជាតិត្រចៀកក្រាញ់សមុទ្រនេះយើងអាចយកទៅប្រើប្រាស់ឬក៏ព្យាបាលត្រូវជាមួយនឹងជំងឺមួយចំនួនបាទដូចជាទី1គឺរុក្ខជាតិទាំងមូលបានន័យថាទាំងដើមទាំងស្លឹកទាំងឫសទាំងអីហ្នឹងយើងយកវាទៅដាំទឹកហូបសម្រាប់ព្យាបាលជំងឺហឺតបាទជំងឺហឺតហើយនឹងជំងឺចុកចុងដង្ហើមអាហារមិនរលាយបាទអាហារមិនរលាយហើយមួយទៀតតកតងជាមួយឫសរបស់ដើមត្រចៀកក្រាញ់សមុទ្រនេះដែរក៏យើងយកទៅប្រើសម្រាប់ដាំទឹកហូបដែរគឺព្យាបាលរលាកថ្លើមបាទរលាកថ្លើមហើយថ្លើមរីកបាទហើយធ្លាក់អណ្ដើកបាទហើយនឹងហើមកូនកដុលមែនតើទៅរុក្ខជាតិនេះបើតាមបងម្នាក់ដែលគាត់ធ្លាប់យកទៅប្រើប្រាស់ហើយគាត់មានជំនាញខាងឱសថហ្នឹងគាត់និយាយថារុក្ខជាតិត្រចៀកក្រាញ់សមុទ្រនេះបើសិនជាយើងយកបានទាំងឫសទាំងដើមទាំងអីទាំងអស់ទាំងស្លឹកទាំងអីហ្នឹងយើងយកវាទៅកច្រាំទៅហាលឲ្យស្ងួតបាទនៅពេលដែលយើងយកថ្នាំផ្សេងទៀតចង់យកទៅប្រើប្រាស់យើងគ្រាន់តែដាក់ថ្នាំដែលយើងហាលស្ងួតហ្នឹងទៅបន្តិចទៅវាធ្វើឲ្យថ្នាំហ្នឹងវាកាន់តែមានប្រសិទ្ធភាពបាទដូចជាមេថ្នាំអញ្ចឹងឬក៏ជួយដាស់ថ្នាំផ្សេងឲ្យវាកាន់តែមានប្រសិទ្ធភាពផងដែរបាទមួយទៀតយើងក៏អាចយកត្រចៀកក្រាញ់សមុទ្រនេះបាទយកទៅហាលឲ្យស្ងួតទៅហើយយើងយកទៅលីងកម្លោចវាបន្ទាប់មកយើងយកទៅកិនឬក៏ទៅបុកឲ្យចេញទៅជាម្សៅហើយយើងសូនជាមួយនឹងទឹកឃ្មុំទៅវាប្រើបានប្រយោជន៍ច្រើនមែនតើដូចជាឈឺកាពះពោះវៀនបាយមិនបានសម្រានមិនលក់គេងមិនលក់អស់កម្លាំងលហិតលហៃអីក៏យើងប្រើត្រូវដែរជាមួយនឹងដើមត្រចៀកក្រាញ់សមុទ្រនេះមួយទៀតតកតងជាមួយនឹងកម្រិតប្រើប្រាស់ដែលខ្ញុំបានជម្រាបជូនខាងដើមអញ្ចឹងមានទាំងដើមមានទាំងស្លឹកដែលយើងយកទៅដាំទឹកហូបហ្នឹងយើងអាចប្រើតែពី30ទៅ60ក្រាមទេសម្រាប់ដាំទឹកផឹកក្នុងមួយថ្ងៃបាទបាទអញ្ចឹងបន្ទាប់ពីពុកម៉ែបងប្អូនបានទស្សនារួចហើយតកតងជាមួយដើមត្រចៀកក្រាញ់សមុទ្រដែលយើងមកជួបនៅទីនេះច្រើនមែនតើច្រើនណាស់ចង់បានប្រមាណក៏អត់ខ្វះដែរណាហើយអញ្ចឹងទេនៅពេលពុកម៉ែបងប្អូនទស្សនាវីដេអូនេះហើយណាបើសិនជាចង់បានអីក៏យើងអាចរកឲ្យបានអត់បញ្ហាទេហើយហ្នឹងហើយវីដេអូយើងក៏មានតែប៉ុណ្្នឹងដែរអរគុណមែនតើសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយក៏សូមគោរពជូនពរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យមានសុខភាពល្អណាហើយរកស៊ីចេះតែកាក់កបចម្រុងចម្រើនណាតរៀងទៅហើយសម្រាប់ពេលនេះខ្ញុំដែលជាអ្នកអធិប្បាយក៏សូមជម្រាបលាហើយយើងនឹងវិលមកជួបគ្នាតាមរយៈវីដេអូក្រោយៗបន្តទៀតបាទសូមអរគុណសូមជម្រាបលា